Ô, kỳ phân trở lạiរបស់anh ផ្លែស្អាតណាស់ខ្ញុំសុំញ៉ាំសាកបន្តិចចុះអ្នកមីងចៅទុរេនផ្កាយដែលខ្ញុំដាំនេះតម្លៃបោះដុំ1គីឡូ50យ៉នឯណោះអ្នកមីងមកម្ដងញ៉ាំផងយកផងរាប់សិបគីឡូចុះមិនទៀតទុរេនអញដាំឆ្ងាញ់ជាងគេលក់នៅខាងក្រៅឆ្ងាញ់ណាស់សំខាន់គឺអត់អស់លុយទៀតឯងនៅក្មេងស្រីសោះគ្មានប្តីគ្មានកូនគ្មានឪពុកម្ដាយឯងញ៉ាំអស់ច្រើនម្លេះហើយទុកចោលក៏វាខូចដែរអ្នកមីងចៅឯងនឹងហើយកាលឯងនៅតូចឃ្លានយំរហូតខ្ញុំធ្លាប់ចែកបាយឯងកន្លះចាយឥឡូវខ្ញុំសុំញ៉ាំទុរេនឯងបន្តិចបន្តួចមានអីខុសបានអ្នកមីងចង់បេះទៅបានការបន្តិចស្អែកខ្ញុំមកទៀតណាទុរេនឯងទុំលឿនណាស់កុំឲ្យអ្នកណាគេបេះឲ្យសោះទុកឲ្យខ្ញុំណាឆ្លោះជាមួយគាត់អត់ប្រយោជន៍ទេគាត់ចេះតែប្រើវិធីដដែលយកលេងអ្នកភូមិជាមួយគ្នាមកគៀបសង្កត់ខ្ញុំក្នុងពេលគាត់ចូលចិត្តកេងចំណេញបែបនេះខ្ញុំនឹងឲ្យគាត់កេងចំណេញឲ្យឆ្អែតតែម្ដងទុរេនផ្កាយនេះខ្ញុំញ៉ាំរាល់ថ្ងៃញ៉ាំហើយស្បែកមុខក៏ស្រស់ថ្លាដែរនិយាយថាទុរេននេះ1គីឡូថ្លៃណាស់ឯងយកលុយឯណាមកទិញខ្ញុំអត់ដែលទិញទេគីហ្វិនវាចេះដឹងណាស់វាឲ្យខ្ញុំបេះតាមចិត្តគីហ្វិនព្រមឲ្យមែនហីចុះមិនទៀតវាជាក្មេងស្រីម្នាក់ឯងញ៉ាំអស់ច្រើនម្លេះហីទុកចោលក៏ខូចដែរមិនស៊ូឲ្យខ្ញុំជួយញ៉ាំទៅម្យ៉ាងទៀតកាលវាឃ្លានកាលពីមុនខ្ញុំក៏ធ្លាប់ឲ្យបាយវាញ៉ាំដែរឥឡូវវាធំហើយក៏ត្រូវតែទុកស្នងខ្ញុំខ្លះដែរមែនហើយគីហ្វិនវាចិត្តទូលីណាស់ខ្ជិលប្រកែកជាមួយគាត់អាឡូស៊ូស្ដីតើនេះជាអ្នកស្រីគីហ្វិនម្ចាស់ចំការទុរេនផ្កាយមែនទេចាស់ខ្ញុំហើយតើមានការអ្វីដែរខ្ញុំឃើញទុរេនផ្កាយរបស់អ្នកស្រីនៅលើវិញខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ខ្ញុំចង់ជួបពិភាក្សាផ្ទាល់រឿងសហការរយៈពេលវែងពិតមែនឬល្អណាស់ប្រសិនបើលោកងាយស្រួលសូមអញ្ជើញមកកាន់ទីក្រុងក្នុងខេត្តនៅយើងជួបគ្នាពិភាក្សាផ្ទាល់បានគ្មានបញ្ហាទេស្អែកខ្ញុំអាចចេញដំណើរបានហើយដល់ហើយតាក់ទងមកខ្ញុំរងចាំជួបអ្នកតែទៅយូរដល់កន្លះខែចុះចំការខ្ញុំធ្វើម៉េចគួយហ្វិនកំពុងរៀបចំអីវ៉ាន់បន្តិចបន្តួចនេះចង់ទៅឆ្ងាយមែនទេត្រូវទៅឆ្ងាយបន្តិចប្រហែលកន្លះខែទើបត្រឡប់មកវិញកន្លះខែហីអញ្ចឹងល្អហើយទុរេនចិត្តទុំហើយកុំចាក់សោតទ្វារអីទុកឲ្យខ្ញុំជួយមើលអត់ក្រែងលោកគេលួចមែនហើយយកសោតចំការឲ្យខ្ញុំមួយមកបើមិនអញ្ចឹងទេទុរេនស្វិតអស់ហើយគួរឲ្យស្ដាយណាស់ទុកចិត្តចុះអ្វីដែលត្រូវទុកខ្ញុំទុកឲ្យអស់ហើយល្អហើយអ្នកទៅចុះកុំបារម្ភចំការមានខ្ញុំមើលថែឲ្យក្នុងនៅពេលដែលគាត់ធ្វើបែបនេះដាក់ខ្ញុំកុំបន្ទោសខ្ញុំដែលមិនរាក់ទាក់ឲ្យសោះក្មួយប្រុសអូសុំមួយស្រីចង់ទិញអ្វីដែរសំណាញ់ដែកដែលរឹងមាំបំផុតបន្ទះដែកថែបដែលក្រាស់បំផុតហើយសោតធំ6គ្រាប់ដែលមិនដូចគ្នានេះក្មួយចង់សង់បន្ទីមែនទេមានមកតាមខ្ញុំមកមួយនេះមានបន្លាប៉ះគឺមុតហូរឈាមភ្លាមបើដាក់ព័ទ្ធជុំវិញរបងគ្មានអ្នកណាអាចលោតចូលបានទេយកមួយនេះបន្ទះដែកក្រាស់3មីលីម៉ែត្របើផ្សារចប់ហើយគ្មានអ្នកណាអាចកាច់បានទេក្មួយចង់បានទំហំប៉ុណ្ណាតឹង2ម៉ែត្រឲ្យតែបិទចិត្តទ្វារធំបានហើយអតិថិជនធំមែនសោតធំនេះធន់នឹងការវាយនិងការកាច់ក្មួយចង់បាន6គ្រាប់ដែលមិនដូចគ្នាមែនត្រូវហើយសោតនីមួយត្រូវតែខុសគ្នាក្មួយស្រីចេះមើលរបស់ល្អណាស់សោតនេះកន្ត្រៃកាត់ដែកធម្មតាកាត់មិនដាច់ទេនឹងហើយជាអ្វីដែលខ្ញុំចង់បានក្មួយជួសជុលផ្ទះមែនទេធ្វើធំដុំម្លេះទៅហើយដំណាក់កាលទី1បិទដែកថែបនឹងទ្វាររួចចាក់សោ6គ្រាប់អ្នកមីងចង់បានសោមែនទេដំណាក់កាលទី2ដាក់សំណាញ់ដែកព័ទ្ធជុំវិញរបងអ្នកស្រីចៅអ្នកចូលចិត្តឆ្នាំជញ្ជាំងណាស់មែនទេសាកអានេះមើលអ្នកស្រីចៅរីករាយជាមួយកាដូដែលខ្ញុំត្រៀមទុកឲ្យចុះពូម៉ានៅខាងក្រៅទ្វារធំជួយផ្សារកន្លែងដាក់សោធំចំនួន6ឲ្យខ្ញុំផងយកប្រភេទសរឹងមាំដែលកាត់មិនដាច់និងមិនងាយបំបែកសោ6គ្រាប់ហើយសោនីមួយត្រូវតែខុសគ្នាចុះអ្នកផ្សារសនៅខាងក្រៅបែបនេះពេលបើកទ្វារមិនត្រូវដោះសំដងមួយទេបើកសោ6គ្រាប់ប្រហែលជាចំណាយពេល5នាទីឯណោះអ្នកណាថាខ្ញុំត្រូវបើកពីខាងក្រៅអ្នកនាងនិយាយឲ្យច្បាស់មើលសោផ្សារនៅខាងក្រៅតែអ្នកបែរជាថាមិនបើកពីខាងក្រៅចុះអ្នកចូលតាមណាខ្ញុំប្រាប់ហើយថាខាងក្នុងមានយន្តការពិសេសសោ6គ្រាប់ខាងក្រៅគ្រាន់តែដាក់ឲ្យគេឃើញទេអូខ្ញុំយល់ហើយអ្នកកំពុងប្រើល្បិចបន្លំភ្នែកគេមែនទេអូអ្នកនាងគួយហ្វិនមិនសូវឃើញមកលេងសោះអង្គុយចុះសិនមកមានការអីឲ្យពូជួយដែរពូម៉ាខ្ញុំចង់សាងសង់ជញ្ជាំងសួនអ្នកមិនមែនមានរបងស្រាប់ហើយទេរបងនោះការពារមិនបានទេខ្ញុំចង់បានជញ្ជាំងដែលធ្វើឲ្យអ្នកដទៃអស់សង្ឃឹមក្នុងការចូលកម្ពស់យ៉ាងហោចណាស់2ម៉ែត្រខាងលើត្រូវមានបន្លាលូ2ម៉ែត្រកន្លះកម្ពស់នេះមិនទាបទេតែធ្វើបានទេប្រើឥដ្ឋក្រហមសាងសង់ពុកស៊ីម៉ង់ឲ្យរលោងខាងលើពូជួយដាក់បន្លាលូឲ្យខ្ញុំផងធានាថាគ្មានអ្នកណាអាចឆ្នាំចុះទ្វារធំអ្នកចង់ធ្វើបែបទ្វារធំប្រើដែកថែបកម្រាស់3មីលីម៉ែត្របិទចិត្តរនទ្វារទាំងស្រុងបិទចិត្តដោយបន្ទះដែកទាំងស្រុងចុះអ្នកចូលតាមណាបើកពីខាងក្នុងទ្វារខ្ញុំនឹងធ្វើកន្លេសនិងសោសម្ងាត់តែមើលពីខាងក្រៅទៅគឺឃើញតែជញ្ជាំងដែកប៉ុណ្ណោះរឿងនេះពូធ្វើបានតែទ្វារនេះដាក់សោហើយតើអ្នកទុកសោនៃណាសោអ្នកណាថាត្រូវបើកពីខាងក្នុងចុះអ្នកផ្សារសោ6គ្រាប់នៅខាងក្រៅធ្វើអីមើលទៅដូចជាបន្ទីដែកយ៉ាងមកតាមពិតទៅគឺបើកដោយសោសម្ងាត់ពីខាងក្នុងសោ6គ្រាប់ខាងក្រៅនោះគ្រាន់តែជាការបន្លំមិនមែនគ្រាន់តែដាក់តាំងទេបើមានអ្នកចង់កាត់សោធំពីខាងក្រៅតើដង្កាប់ធម្មតាអាចកាត់ដាច់ទេកុំលេងសាច់អីការងារខ្ញុំប្រើតែសោការពីការបំផ្ទុះទោះប្រើដង្កាប់ធារីសាស្ត្រក៏កាត់ម៉ាស៊ីនអាដែកក៏ត្រូវអ្នកចង់បាន6មានន័យថាត្រូវមានសោ5ចង់គាស់លុះត្រាតែអ្នករុះទ្វារចេញនឹងហើយជាអ្វីដែលខ្ញុំចង់បានតែត្រូវឲ្យអ្នកដែលចង់គាស់មើលឃើញនឹងប៉ះបានតែគាស់មិនចេញពូកែណាស់ពូកែពិតមែន
អ្នកកំពុងរៀបអន្ទាក់ដាក់គេមែនទេអ្នកណាធ្វើបាបអ្នកពូម៉ាទទួលធ្វើការនេះទេត្រូវធ្វើឲ្យលឿនលុយមិនមែនជាបញ្ហាទេទទួលធ្វើការបែបនេះទើបវាសប្បាយស្អែកខ្ញុំនឹងរៀបចំសំខាន់ស្អែកនឹងចាប់របងកម្ពស់2ម៉ែត្រកន្លះហើយពីលើមានដែកខាងក្រៅផ្សារដែកដាក់សោតប្រាសោតធំ5មួយគ្រាប់ផ្សេងគ្នាខាងក្នុងធ្វើសោលាក់មួយទៀតត្រូវទេពូម៉ាចាំហើយសោ5មួយគ្រាប់ខាងក្រៅត្រូវផ្សារជាប់ខ្ញុំចង់ឲ្យអ្នកណាក៏មើលឃើញដែរសោ5មួយគ្រាប់នេះអ្នកណាក៏ចង់មកគាស់ដែរតែគ្មានអ្នកណាគាស់ចេញទេហាទុកចិត្តចុះធានាថាផ្សារជាប់ណែនល្អទោះទេវតាក៏គាស់មិនចេញដែរដំណាក់កាលទីរបងកម្ពស់2ម៉ែត្រកន្លះមានបន្លាលូពីលើអ្នកស្រីចៅអ្នកមិនមែនចូលចិត្តឆ្នាំរបងទេសាកល្បងដំណាក់កាលទី2សោតធំ5មួយគ្រាប់ដាក់តម្រៀបគ្នានៅលើទ្វារធំអ្នកមិនមែនចង់បានសោតទេខ្ញុំទុកឲ្យអ្នកមើលឃើញប៉ះបានអ្នកមកគាស់ចុះបើគាស់ចេញខ្ញុំចាញ់អ្នកស្រីចៅរីករាយជាមួយកាដូដែលខ្ញុំរៀបចំឲ្យចុះលោកមេភូមិនៅទេគួយហ្វិនមកពីព្រលឹមមានការអីខ្ញុំត្រូវទៅឆ្ងាយទៅទីក្រុងស្រានេះជូនលោកទុកពិសាទៅឆ្ងាយធ្វើអីហ្នឹងទៅរកស៊ីបន្តិចបន្តួចមានក្រុមហ៊ុនគេចាប់អារម្មណ៍ទូរេនខ្ញុំអូល្អតាភូមិយើងត្រូវការមនុស្សពូកែដូចអ្នកឯងនឹងឯងទៅប្រហែលកន្លះខែបើការងាររលូនចុះចំការទូរេនអ្នកឯងធ្វើម៉េចនឹងហើយបានជាខ្ញុំមកជួបអ្នកខ្ញុំចាក់សោចំការអស់ហើយទ្វារធំខ្ញុំផ្សារដាច់បិទចិត្តហើយចាក់សោ6របងក៏ខ្ញុំដាក់បន្លាលូដែរសោគឺខ្ញុំកាន់ជាប់ខ្លួនរឿងរបស់អ្នកសម្រេចចិត្តចុះទៅណាមកណាប្រយ័ត្នប្រយែងផងចំការនឹងចាំខ្ញុំជួយមើលមិនឲ្យអ្នកណាចូលទៅបំផ្លាញបានទេចៅជីនហ្វាឲ្យចៅជីនហ្វាលើកនេះឯងច្បាស់ជាជួបបញ្ហាធំព្រោះតែលោកខ្លួនហើយម្នាក់នេះវាមិនធម្មតាទេគួយហ្វិនមិននៅទេថ្ងៃនេះត្រូវតែលួចបេះឲ្យបានច្រើនយកទៅលក់នៅផ្សារបានលុយច្រើនអូយនេះវាគួយហ្វិនអាមនុស្សចេញមកខ្ញុំហ្វិនឯងវាគ្មានចិត្តមេត្តាខ្ញុំខំស្រឡាញ់ឯងស្ទើរតែស្លាប់អូយជើងខ្ញុំចៅជីនហ្វាឯងធ្វើស្អីខូចអស់ហើយឯងត្រូវសុកមេភូមិឲ្យជួយរកយុទ្ធធម៌ឲ្យខ្ញុំផងរស់នៅលេងកាត់ហើយអាមនុស្សអប្រិយនឹងវាចង់សម្លាប់ខ្ញុំហើយមានរឿងអីទៀតហើយនិយាយយឺតមកវាផ្សារដាច់បិទច្រកចូលចំការទូរេនចិត្តឈឹងចាក់សដល់ទៅ6របងក៏វាដាក់បន្លាលួតដៃខ្ញុំឈាមអស់ហើយមើលចុះវាធ្វើដូចខ្ញុំជាចោរអញ្ចឹងអ្នកភូមិជាមួយគ្នាជិត10ឆ្នាំវាធ្វើបែបនេះមិនមែនតែមុខខ្ញុំទេគឺវាបាក់មុខអ្នកភូមិយើងទាំងមូលគ្មានច្បាប់ទម្លាប់អីទេហីមុនពេលគួយហ្វិនទៅវាបានមកជួបខ្ញុំវាទៅជួបអ្នកធ្វើអីវាថាវាត្រូវទៅរកស៊ីនៅឆ្ងាយវាផ្ដាំឲ្យខ្ញុំជួយមើលចំការឲ្យកុំឲ្យអ្នកក្រៅចូលទៅបំផ្លាញចុះខ្ញុំជាអ្នកក្រៅមែនទេខ្ញុំជាអ្នកចិត្តខាងគាត់ខ្ញុំជាអ្នកស្រីចៅខ្ញុំហូបទូរេនគាត់បន្តិចបន្តួចមានអីខុសកាលគាត់នៅក្មេងខ្ញុំធ្លាប់ឲ្យបាយគាត់ហូបផងឈប់សិនអ្នកស្រីចៅកុំនិយាយរឿងចាស់ទៀតអីអ្នកចូលទៅបេះទូរេនក្នុងចំការមិនមែនទៅតែម្ដងពីរដងបេះបានហើយយកទៅលក់នៅទីរួមស្រីទាំងដើរប្រាប់គេថាគាត់អនុញ្ញាតមានរឿងនឹងមែនទេត្រឡប់ទៅវិញខ្ញុំគ្រាន់តែជួយភ្លុះឲ្យគាត់ទេខ្លាចទូរេនគាត់រលួយចោលក្នុងចំការចុះបើលក់បានលុយខ្លះមានអីខុសគាត់ម្នាក់ឯងហូបមិនអស់ទេគាត់ហូបអស់ឬមិនអស់ជារឿងរបស់គាត់ចំការទូរេននេះគឺអ្នកស្រីគួយហ្វិនជាអ្នកជួរបស់ក្នុងនោះគឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់គាត់ចង់ចាក់សោគឺជារិទ្ធរបស់គាត់កុំថាឡើយដែកបន្ទះទោះបីគាត់សង់ជញ្ជាំងក៏ដោយតែមិនមែនរំលោភដីរដ្ឋគ្មានអ្នកណាមានសិទ្ធិហាមមេភូមិហេតុអ្វីលោកនិយាយការពីអ្នកដទៃលោកមើលឃើញគេធ្វើបាបខ្ញុំបែបនេះមែនទេលោកមិនអាចដោះស្រាយរឿងរបងដែកនេះបានទេវាមើលទៅមិនសមភ្នែកហើយក៏មិនមានសុវត្ថិភាពដែរប្រើឈ្មោះភូមិទៅបញ្ជាឲ្យគេរស់រើចេញទៅខ្ញុំធ្វើមិនបានទេខ្ញុំគ្មានសិទ្ធិធ្វើបែបនោះត្រឡប់មកវិញហើយគេថ្ងៃនេះបេះបានប៉ុន្មានប្អូនប្រុសអ្នកទូរស័ព្ទមកតាមទៀតហើយសួរថាប្រមូលលុយបានដល់ណាហើយប្រមូលស្អីទៅគ្មានបានការទូរេនត្រូវគួយហ្វិនធ្វើបងដែកជុំចិត្តគុំថាឡើយបេះសំបីតែប៉ះក៏មិនហេតុអ្វីទៅព្រោះគួយហ្វិនជាមនុស្សចិត្តខ្មៅនាងធ្វើបាបខ្ញុំដោយចិត្តណាឥឡូវនេះចប់ហើយលុយក៏គ្មានតែខ្ញុំយកអីទៅឲ្យប្អូនខ្ញុំម៉ែខ្ញុំក៏រំពឹងលើខ្ញុំដែរជីវិតនេះពិតជាពិបាកខ្លាំងណាស់មើលទៅសោរបស់គេនោះចុះម្ចាស់ហាងលក់គ្រឿងដែកក៏និយាយដែរសោប្រភេទនេះគ្មានអ្នកណាអាចកាច់បានទេអ្នកឈប់ទៅចុះកុំឲ្យតែឈឺចង្កេះបន្ថែមទៀតទោះកាច់មិនបានក៏ខ្ញុំត្រូវតែធ្វើខ្ញុំមិនឲ្យគួយហ្វិនមើលងាយខ្ញុំបានទេប៉ាខ្ញុំកំពុងរងចាំលុយនេះចៅជីនហៅឈប់ភ្លាមអ្នកមិនទាន់ខ្មាស់គេគ្រប់គ្រាន់ទេចង់ឲ្យអ្នកភូមិដឹងទាំងអស់គ្នាយ៉ាងមកកោះសោកផ្ទះគេបែបធ្វើខ្លួនដូចជាខ្ញុំខ្មាស់អីខ្ញុំមកយករបស់ដែលខ្ញុំគួរតែចេញទៅឲ្យឆ្ងាយស្រីមាត់អត់គិតផ្ទះនេះនឹងត្រូវអ្នកបំផ្លាញមិនខានមិនជឿទេនោះមិនមែនចៅជីនហៅទេគាត់កំពុងធ្វើអីហ្នឹងកំពុងកោះសោគួយហ្វិនមិននៅផ្ទះទេគាត់ហ៊ានធ្វើដល់ថ្នាក់នេះផងខ្ញុំថាប្រហែលមែនហើយក្នុងផ្ទះគ្មានអ្នកណាទេមិនដឹងគាត់គិតធ្វើអីខ្លះទេអ្នកមីងចៅកំពុងហាត់ក្បាច់គុនអីហ្នឹងបងហ្វិនដាក់សោនេះដើម្បីការពារចរណាអ្នកមីងខំប្រឹងខ្លាំងម្ល៉េះកំពុងជួយសាកល្បងមើលថាសោរឹងមាំឬអត់មែនទេចាងតាវៃអាម៉ត់អត់គម្របនិយាយស្អីផ្ដេសផ្ដាសអ្នកចិត្តខាងជួយមើលខុសត្រូវគ្នាវាខុសត្រង់ណាជួយមើលដោយប្រាញូនឹងឬខ្ញុំនៅចាំបានថាបងមុនចេញទៅក្រៅគាត់ចាក់សោយ៉ាងចិត្តអ្នកដែលចង់ចូលប្រហែលជាអ្នកមីងហើយមែនទេជីនហៅឲ្យមិនមែនខ្ញុំចង់ថាអ្នកទេផ្លែទូរេនរបស់គួយហ្វិនមិនមែនរកបានពីមុនអ្នកបេះបន្តិចបន្តួចមិនអីទេតែឥឡូវគេចាក់សោហើយអ្នកនៅតែមកកោះទៀតវាហួសហេតុពេកហើយខ្ញុំធ្លាប់ពីអ្នកនិយាយថាគួយហ្វិនឲ្យបេះតាមចិត្តបែបនេះមែនទេគេមិននៅផ្ទះហើយអ្នកមកកោះសោចូលនោះគេហៅថាចោរកម្មចេញទៅឲ្យអស់ទៅកុំមកធ្វើឲ្យខ្មាស់គេនៅផ្ទះជាមួយខ្ញុំមើលទៅសប្បាយណាស់ចេញទៅអ្នកទាំងអស់គ្នាឃើញហើយមែនទេគាត់មកកោះសោដោយខ្លួនឯងចាំបងហ្វិនមកវិញយើងត្រូវធ្វើជាសាក់សីឲ្យគាត់សំមុខណាស់ហាអ្នកទាញខ្ញុំធ្វើអីខ្ញុំចិត្តកោះសោបានហើយ
គាត់បានហើយចុះមុខមាត់អ្នកទុកឯណាចៅជីនហោអ្នកភូមិគេមើលឃើញអស់ហើយគេចង្អុលមុខថាខ្ញុំជាចោរខ្ញុំលីជាងជូរស់មកពាក់កណ្ដាលជីវិតហើយមិនដែលអាម៉ាស់ដល់ថ្នាក់នេះទេពួកគេដឹងអីរឿងដែលអ្នកធ្វើវាជាការលួចប្លន់គ្មានគិតយសខ្ញុំប្រាប់ឲ្យទិញផ្ទះឲ្យប្អូនអ្នករកវិធីខ្លួនឯងទៅកុំប៉ះពាល់ទូរេនរបស់គួយហ្វិនទៀតហើយក៏កុំយកមុខមាត់ត្រកូលលីទៅឲ្យគេជន់ឈ្លីទៀតឲ្យសោះលីជាងជូអ្នកចង់មានន័យថាម៉េចអ្នកចង់លេងខ្វល់មែនទេនោះជាប្អូនបង្កើតខ្ញុំណាប្អូនបង្កើតក្នុងចិត្តអ្នកមានតែប្អូនអ្នកតើនៅមានផ្ទះនេះទៀតទេបើអ្នកនៅតែចង់រស់នៅបែបនេះអ្នកទៅរស់នៅម្នាក់ឯងចុះខ្ញុំហត់នឿយខ្លាំងណាស់ហត់ណាស់អាឡូហើយអ្វីមិនលើកទូរស័ព្ទប្អូនអ្នកអាឡូប្អូនប្រុសលុយរកបានដល់ណាហើយខាងស្រីគេតាមដេញដល់ច្រើនដងហើយគេថាបើគ្មានថ្លៃទឹកដោះទេអាពីពីនេះនឹងកាលពីដើមបងធានាថាបងនឹងរ៉ាប់រងគ្រប់យ៉ាងប្អូនរងចាំបងបន្តិចទៀតទៅបងឲ្យបងពន្យាពេលប៉ុន្មានខែហើយបងមិនដែលយកចិត្តទុកដាក់មែនទេខ្ញុំប្រាប់ឲ្យដឹងបើខ្ញុំរៀបការមិនកាត់ម៉ាក់ប្រកាសជាខឹងស្លាប់មិនខានបងចេះគិតខ្លួនឯងទៅមិនបានប្អូនត្រូវតែរៀបការត្រូវតែរកវិធីខ្ញុំត្រូវតែរកវិធីមានការអីមេភូមិមានរឿងអីចង់ឲ្យខ្ញុំទៅដោះបន្ទះដៃទៀតមិនមែនទេមេភូមិខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំដឹងខ្លួនពិតមែនបើដឹងថាខុសហេតុអ្វីធ្វើតាំងពីដំបូងស្រីគួយហ្វិនមិនមែនជាមនុស្សរឹងរូសទេគឺអ្នកទេដែលបង្ខំគេដល់ថ្នាក់នេះមេភូមិខ្ញុំសូមអង្គជួយខ្ញុំម្ដងទៅលោកជួយទូរស័ព្ទទៅគួយជួយនិយាយសម្របសម្រួលឲ្យខ្ញុំបានខ្ញុំមិនសុំច្រើនទេខ្ញុំគ្រាន់តែចង់ចូលទៅបេះម្ដងទៀតឲ្យបានលុយថ្លៃទឹកដោះប្អូនខ្ញុំទៅបានហើយខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំដឹងថាខ្ញុំខុសពិតមែនសូមឲ្យគាត់បើកផ្លូវឲ្យខ្ញុំឆ្លងផុតរឿងនេះទៅខ្ញុំសន្យាចាប់ពីពេលនេះទៅខ្ញុំមិនប៉ះពាល់ស្មៅក្នុងចំការគាត់សំបីតែមួយដើមបានហើយកុំមកប្រើល្បិចនេះខ្ញុំទេទៅក៏បានដែរមែនទេតែខ្ញុំប្រាប់ទុកមុនសិនខ្ញុំគ្រាន់តែជួយនិយាយប្រាប់គាត់ឲ្យទេគាត់ព្រមឬមិនព្រមឆ្លើយតបយ៉ាងណាជារឿងរបស់គាត់ខ្ញុំធានាអ្វីឲ្យអ្នកមិនបានទេអរគុណលោកមេភូមិជួយទេទៅលើនេះទៅអាឡូលោកមេភូមិដំណើរការល្អទេចុះរឿងដែរអ្នកស្រីចៅមកជួបខ្ញុំថ្ងៃនេះគាត់យំខ្លាំងណាស់គាត់ថាគាត់ដឹងកំហុសហើយគ្រូសាគាត់ពិតជាតច្រកខ្លាំងណាស់គាត់ចង់សួរថាតើអាចឲ្យគាត់ចូលចំការទៅបេះទូរេនជាលើកចុងក្រោយបានទេចាត់ទុកថាជួយសង្គ្រោះគាត់លោកមេភូមិខ្ញុំកំពុងរវល់ខ្លាំងណាស់កំពុងជែករឿងសហការជាមួយក្រុមហ៊ុនជាដកខ្លួនមិនរួចទេត្រឡប់ទៅវិញមិនទាន់ទេយ៉ាងទៀតខ្ញុំបានផ្សារដែកនឹងចាក់សោទ្វារចំការរួចហើយបើមិនមានសោគឺបើចាំខ្ញុំរវល់រួចរាល់ចាំខ្ញុំត្រឡប់ទៅវិញសិនដល់ពេលនោះចាំដោះស្រាយតាមសម្រួលរៀបចំលុយនិងលិខិតសន្យាឲ្យរួចរាល់ឲ្យគាត់រៀបចំលុយសងនិងលិខិតសន្យាទុកសិនចាំខ្ញុំត្រឡប់ទៅវិញសិនលោកមេភូមិត្រឹមនេះសិនចុះខ្ញុំនៅមានការងារអ្នកស្រីគួយហ្វិនវិធីដោះស្រាយបញ្ហារបស់អ្នកពិតជាគួរឲ្យកោតសរសើរមែនលោកស៊ូសរសើរពេកហើយយើងបន្តពិភាក្សាគ្នាអំពីលម្អិតនៃការទិញនិងកិច្ចសន្យាទៅចុះល្អយើងបន្តទៀតគាត់ត្រឡប់ទៅវិញមិនទាន់ទេបើកសោមិនបានទេចាំត្រឡប់ទៅវិញគាត់កុហកគាត់ប្រកាសជាបើកបានគាត់ចង់ធ្វើបាបខ្ញុំច្បាស់ណាស់គាត់កំពុងសងសឹកខ្ញុំលោកមេភូមិលោកត្រូវរកគ្នាជាមួយចង់មើលងាយខ្ញុំដែលជាមនុស្សចាស់ចៅជីនហោអ្នកនិយាយផ្ដេសផ្ដាសអ្វីខ្ញុំត្រូវរកគ្នាត្រង់ណាអ្នកជាអ្នកឲ្យខ្ញុំទេទៅអ្នកក៏បានរៀបតត្រជាដែរខ្ញុំមិនជឿទេខ្ញុំមិនជឿពួកអ្នកទាំងអស់គ្នាគឺជាបាក់ពួកតែមួយចង់ឲ្យខ្ញុំស្លាប់មែនទេខ្ញុំនឹងតាំងជាមួយអ្នករឿងអីទៅនេះប្អូនប្រុសឲ្យពិបាករស់ណាស់អ្នកភូមិទាំងអស់គ្នាជួយរកយុទ្ធធម៌ឲ្យខ្ញុំផងអ្នកមីងជីនហ្វាមានរឿងអីហ្នឹងកាត់អីទៅកាត់រឿងអីទៀតទៅគេរុញខ្ញុំឲ្យតច្រកហើយហ្វិននាងចិត្តអាក្រក់ណាស់រឿងប៉ុណ្ណឹងសោះពីមុនខ្ញុំធ្លាប់បេះទូរេនគេខ្លះតើក៏ព្រោះតែឃើញគេញ៉ាំមិនអស់ខ្លាចវាខូចចោលតែឥឡូវនេះគេវិញចាក់សោមិនឲ្យខ្ញុំចូលទៅទៀតក្មួយហ្វិនមិនមែនជាមនុស្សគ្មានហេតុផលទេគេគ្មានហេតុផលបំផុតប្អូនប្រុសខ្ញុំត្រូវការលុយរៀបការខ្វះតែបន្តិចទៀតទេខ្ញុំសុំគេគ្រប់យ៉ាងសឹងតែលុតជង្គង់សុំគេទៅហើយគ្រាន់តែចង់ចូលទៅបេះលើកចុងក្រោយដើម្បីឲ្យគ្រប់លុយថ្លៃទឹកដោះតែគេឯណោះសប្បាយនៅឯទីក្រុងតាមទូរស័ព្ទគេនិយាយត្រជាក់ស្រាប់ថាមិនមកវិញទេហើយក៏មិនបើកសោហើយអ្វីចិត្តគេខូខើម្លេះប៉ាប្អូនខ្ញុំរៀបការមិនកើតតែហ្វិនទទួលខុសត្រូវរួចទេចិត្តគេខូខើពេកហើយប៉ាប្អូនខ្ញុំរៀបការមិនកើតតែហ្វិនទទួលខុសត្រូវរួចទេស្ដាប់ទៅគួរឲ្យអាណិតដែរបងសុនលើកនេះហាក់ដូចជាជ្រុលបន្តិចហើយមែនទេអ្នកមីងចៅអ្នកមីងសម្ដែងបានល្អណាស់កុំមាត់ក្មេងមិនដឹងរឿងដូចឯងដឹងអីខ្ញុំមិនដឹងរឿងបង្វែររកខ្មៅជីស្ដែរអ្នកភូមិទាំងអស់គ្នាខ្ញុំសូមបកស្រាយរឿងនេះតម្លៃលក់ដុំ50យ៉នក្នុង1គីឡូអ្នកមីងលួចបេះយកទៅលក់នៅទីក្រុងហើយដើរអួតគេថាបងហ្វិនឲ្យអ្នកមីងបេះតាមចិត្តអ្នកមីងបានចំណេញម្នាក់ឯងហើយនៅនិយាយកុហកទៀតបងហ្វិនទៅរកស៊ីនៅបរទេសទើបចាក់សោការពារទ្រព្យសម្បត្តិអ្នកមីងបែរជាយកញួរកន្ត្រៃទៅកាត់សោគេលើកមុនខ្ញុំចាប់បានផ្ទាល់ដៃអ្នកមីងភ្លេចហើយមែនទេនឹកឃើញហើយលើកមុនពូលីក៏ធ្លាប់និយាយដែរថាឃើញអ្នកមីងនៅផ្ទះជាយូរកន្ត្រកធូរេនរត់ទៅជីឡានអូយជីនហួរធ្វើបែបនេះមិនសមទេមិនក៏អ្នកធ្វើបែបនេះកុំមកចោទខ្ញុំផ្ដេសផ្ដាសណាអ្នកមានភូស្តាំងទេភូស្តាំងអីទៀតពេលអ្នកក៏សោគេឃើញពេញហ្នឹងត្រូវការឲ្យខ្ញុំហៅអ្នកភូមិមកជួយទៀងទាត់ទេម្យ៉ាងទៀតបងប្រុសអ្នករៀបការខ្វះលុយវាជារឿងរបស់អ្នកទេហើយអ្វីត្រូវឲ្យបងហ្វិនមកទទួលខុសត្រូវជំនួសព្រោះតែអ្នកមកក្រាស់ហើយចូលចិត្តលួចអ្នកពិតជាមិនស្ដាប់គ្នាតតែសោះធ្វើបែបនេះមិនសមរម្យទេធ្វើខុសហើយត្រូវតែសងមិនមែនមកចោទគេវិញបែបនេះទេគិតថាបោកពួកយើងបានមែនទេកូនបងហ្វិនស្លូតត្រង់ប៉ុណ្ណាត្រូវអ្នកធ្វើបាបរហូតដល់ថ្នាក់ហ្នឹងអ្នកនៅតែហ៊ានបោកពួកយើងទៀតអ្នកមីងចៅត្រឡប់ទៅវិញគិតឲ្យច្បាស់ថាត្រូវសុំទោសបងហ្វិនយ៉ាងម៉េចសងសំណងអីចប់ហើយគ្រប់យ៉ាងចប់អស់ហើយ
ខ្ញុំខ្លាចជាមនុស្សគួរឲ្យអស់សំណើចហើយខាងស្រីចិត្តដកពាក្យរៀបការហើយក្នុងរយៈពេល3ថ្ងៃរកលុយឲ្យបានក៏មិនដូច្នោះទេកុំហៅខ្ញុំថាបងទៀតចប់ហើយពិតជាចប់អស់ហើយនៅមានផ្លូវបងហ្វិនគ្រាន់តែចង់បានលុយសងពីខ្ញុំមែនទេអញ្ចឹងខ្ញុំនឹងសងឲ្យតែខ្ញុំអាចចូលចំការធូរ៉េនគាត់បានខ្ញុំនឹងលួចបេះឲ្យអស់ពីចំការលុយនឹងគ្រប់គ្រាន់ហើយគិតមើលទៅខ្ញុំបេះធូរ៉េនគាត់មួយឆ្នាំ1គីឡូថ្លៃ50យ៉នមួយខែបាន2500យ៉នកាលពីក្មេងខ្ញុំធ្លាប់ឲ្យបាយគាត់កន្លះចានគុណធម៌នេះសូមបញ្ចុះតម្លៃបន្តិចមិនអីទេមែនទេកាត់02ទូចេញទៅខ្ញុំសុំគាត់300យ៉នបានហើយបងហ្វិនក្មេងស្រីម្នាក់នេះប្រកាសជាគិតលេខមិនដាច់ទេខ្ញុំសូមឲ្យមេភូមិជួយនិយាយប្រកាសជាបានអ្នកណាមកធ្វើអីទៀតយប់ជ្រៅហើយចូលមកមេភូមិខ្ញុំសរសេរអ្វីមួយមក300យ៉នគិតមួយឆ្នាំ300យ៉នខ្ញុំព្រមសងមេភូមិខ្ញុំព្រមសងពិតមែនខ្ញុំដឹងកំហុសហើយអ្នកមើលចុះខ្ញុំសរសេរលិខិតធានាឲ្យមេភូមិជួយខ្ញុំផងអ្នកជួយទូរស័ព្ទទៅប្រាប់បងហ្វិនម្ដងទៀតទៅយកលិខិតធានានេះទៅបង្ហាញគាត់ទៅប្រាប់គាត់ថាខ្ញុំដឹងកំហុសហើយខ្ញុំសងលុយវិញមិនបានទេសូមតែឲ្យគាត់ព្រមត្រឡប់មកវិញសូមតែឲ្យគាត់អនុញ្ញាតឲ្យខ្ញុំចូលចំការទូរ៉េម្ដងក៏បានដែរម្ដងនេះដើម្បីឲ្យខ្ញុំរកលុយថ្លៃបណ្ដាការប្អូនប្រុសខ្ញុំឲ្យគ្រប់បើមិនដូច្នោះទេគ្រួសារខ្ញុំពិតជាបែកបាក់ហើយចៅជីនហៅនេះជាលើកចុងក្រោយហើយដែលខ្ញុំជួយអ្នកចំណែករឿងគួយហ្វិនគាត់ត្រឡប់មកវិញឬអត់សងប៉ុន្មាននោះជារឿងរបស់គាត់យល់ទេខ្ញុំមិនអាចធានាអ្វីបានទាំងអស់គួយហ្វិនឲ្យយប់ជ្រៅហើយរំខានអ្នកបន្តិចការងារនៅឯទីក្រុងដំណើរការទៅដោយរលូនទេចាស់រលូនល្អទេលោកមេភូមិអរគុណដែលលោកមេភូមិបានសួរនាំលោកខំមកនេះតើជារឿងរបស់លោកស្រីចៅមែនទេមែនហើយគាត់ទើបតែមកប្រាប់ថាបានសរសេរលិខិតធានាមួយគាត់ចង់សង្លុយឲ្យខ្ញុំខំមកសួរអ្នកម្ដងទៀតលោកមេភូមិពិតជាហត់នឿយហើយចំពោះរឿងសំណងនេះខ្ញុំបានកាន់នីរួចរាល់ហើយនៅក្នុងទូរស័ព្ទខ្ញុំមានរក្សាទុកវីដេអូកាមេរ៉ាដែលគាត់លួចបេះទុរេនរាល់ដងទោះបីមិនអាចគិតត្រូវដល់ខំក៏ដោយប៉ុន្តែយោងតាមពេលវេលានិងទិន្នផលទុរេនខ្ញុំបានប៉ាន់ប្រមាណទុរេនដែលគាត់លួចបេះប្រមាណខែមុនគិតតាមតម្លៃលក់ដុំ50យ៉នក្នុង1គីឡូការខាតបង់គឺប្រហែល30000យ៉ននេះគ្រាន់តែជាថ្លៃទុរេនប៉ុណ្ណោះម្យ៉ាងទៀតលើកមុនគាត់យកញួរនិងដង្កាប់មកកាច់សោទោះបីកាច់មិនដាច់ក៏ដោយតែវាបានធ្វើឲ្យទ្វារនិងរបងខ្ញុំខូចខាតខ្ញុំបានសួរជាងនៅឯទីរួមស្រុកហើយថ្លៃជួសជុលនិងប្ដូរថ្មីអស់ប្រហែល1000យ៉នដូច្នេះសរុបទាំងអស់គឺ3300យ៉នរំខានលោកមេភូមិជួយប្រាប់គាត់មុនពេលខ្ញុំត្រឡប់ទៅវិញសូមឲ្យគាត់ត្រៀមលុយចំនួននេះឲ្យរួចរាល់ហើយសរសេរលិខិតធានាផ្លូវការមួយទៀតសរសេរឲ្យច្បាស់ថាលើកក្រោយនឹងមិនធ្វើបែបនេះទៀតបើមិនដូច្នោះទេខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់បានខ្ញុំនឹងប្រាប់គាត់អរគុណលោកមេភូមិអញ្ចឹងខ្ញុំសូមដាក់ទូរស័ព្ទនៅទីនេះនៅមានការងារត្រូវធ្វើ3300យ៉នខ្ញុំទៅរកលុយមកពីណាហេចៅជីនហៅអ្នកហើយមែនទេលើកនេះគួយហ្វិនគឺយកការពិតប្រាកដហើយរឿងលុយកាក់អ្នកចេះរកវិធីដោះស្រាយដោយខ្លួនឯងទៅចុះទៅដើរលេងឯណាទៀតហើយបាយទឹកក៏មិនព្រមធ្វើអ្នកឯងកើតអីហ្នឹងគឺគួយហ្វិនគេទាមទារឲ្យខ្ញុំសងលុយគេសងក៏សងទៅរឿងតូចតាចសោះសងប៉ុន្មាន300យ៉នគ្រប់ទេ30000ប៉ុន្មានណា33300នេះ33300យ៉ាងថ្លៃទុរេន30000ថ្លៃជួលគេមកកោះសោ300គេគណនាតាមទូរស័ព្ទមក30000សៅជីនហ្វាអញលួចទុរេនលួចនេះគេអញចង់លក់ផ្ទះនេះមែនទេប្រាប់ឲ្យដឹងណាគុំសង្ឃឹមថានឹងបានលក់សៅជីនហ្វាគុំសំបីតែគិតឲ្យសោះនឹងវាជាទ្រព្យសម្បត្តិតកូលលីឈៀងជូអ្នកឯងនៅជាប្រុសដែរឬអត់បំណុលនេះខ្ញុំជាអ្នកជំពាក់តែវាក៏ជាបំណុលគ្រួសារខ្ញុំរត់រួចតើអ្នកគិតថាអ្នករត់រួចទេមិននឹងរត់មិនរួចលេងលេះគ្នាទៅស្អែកនេះទៅធ្វើឯកសារបំណុលនេះឯងជំពាក់គេម្នាក់ឯងមិនពាក់ព័ន្ធនឹងខ្ញុំទេទោះលេងលេះក៏អ្នកត្រូវតែសងដែរឈៀងជូខ្ញុំនឹកឃើញវិធីមួយគួយហ្វិនក្មេងស្រីម្នាក់នោះពីមុនមិនមែនធ្លាប់ចាប់អារម្មណ៍លើទីជូកូនយើងទេពីមុនយើងមើលងាយគេតែឥឡូវមិនដូចមុនទេគេរកលុយបានច្រើនណាស់កំពុងសហការជាមួយថៅកែធំនៅទីក្រុងទីជូក៏មិនទាន់មានសង្សារដែរបើទីជូវាបការជាមួយនាងបំណុលនេះមិនមែនសងរួចអស់រលីងទៅហើយយើងក៏ខ្លាចជាឪពុកម្ដាយក្មេកគេដែរទៅថ្ងៃមុខចំការទុរេនរបស់គេលុយកាក់របស់គេក៏ខ្លាចជារបស់យើងទាំងអស់វាមានតម្លៃជាងលុយ30000ទៅទៀតទីជូគេនឹងព្រមទេពាក្យសម្ដីឪពុកម្ដាយជាធំគេមានហេតុផលអីដែលមិនព្រមគួយហ្វិនឥឡូវមានមុខមាត់រៀបការជាមួយគេយើងមិនខាតទេនេះធ្វើដើម្បីគេទេក៏ដើម្បីគ្រួសារយើងដែរប៉ាម៉ាក់ពួកគាត់ចាត់ទុកកូនជាអ្វីកូនមិនព្រមរៀបការជាមួយនាងដែលគួយហ្វិនសហការគ្នាដោយរីករាយណាស់ខ្ញុំជឿថាវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអរគុណលោកប្រធានស៊ូដែលទុកខ្ញុំនឹងប្រញាប់ដោះស្រាយរឿងផ្ទះសម្បែងឲ្យរួចរាល់ធានាថាគុណភាពទំនិញជើងទី1នឹងល្អឥតខ្ចោះបើត្រូវការជំនួយអ្វីប្រាប់ខ្ញុំបានគ្រប់ពេលហាមិនមែនតែរឿងជំនួយទេណាហាពូលីមីងចៅមានការអ្វីមែនទេអូគួយហ្វឹងត្រឡប់មកវិញហើយហីមើលទៅអ្នកពិតជាមនុស្សធ្វើការធំមែនទឹកមុខមមួនខុសពីមុនឆ្ងាយណាស់ពិតមែនហើយក្នុងភូមិយើងមានតែឯងទេដែលមានវាសនាហាធ្វើដំណើរហត់នឿយហើយមេភូមិប្រហែលជាបានប្រាប់រឿងខ្ញុំហើយមែនទេលុយនឹងឯកសាររបស់ចៅចឹងស៊ូរៀបចំរួចរាល់ហើយឬនៅគួយហ្វឹងឲ្យមកដល់ភ្លាមនិយាយតែរឿងលុយកាក់
វាខូចទឹកចិត្តគ្នាណាស់ថ្ងៃនេះយើងមិននិយាយរឿងលុយទេនិយាយរឿងល្អវិញរឿងល្អពូបានពិភាក្សាជាមួយមីងអញហើយកាលពីមុនគឺជាកំហុសរបស់យើងធ្វើឲ្យអញពិបាកចិត្តយើងដឹងថាអញជាក្មេងចិត្តល្អនិងមានគុណធម៌ពិតមែនហើយដូច្នេះយើងគិតថាធ្វើម៉េចឲ្យទំនាក់ទំនងគ្រួសារយើងទាំងពីរកាន់តែល្អប្រសើរជាងមុនមើលកូនប្រុសយើងធីជូនេះចុះតាំងពីតូចមកវាជាក្មេងស្លូតបូតឧស្សាហ៍ព្យាយាមរូបរាងក៏មិនអន់ដែរប៉ុន្មានឆ្នាំនេះមានគេមកសួរដណ្ដឹងច្រើនណាស់តែក្នុងចិត្តវាមានតែឯងម្នាក់គត់គួយហ្វឹងឲ្យឪពុកម្ដាយអញស្លាប់ចោលតាំងពីតូចម្នាក់អញត្រត្រង់គ្រួសារមិនមែនជារឿងនេះទេម៉ែធីជូនិយាយត្រូវហើយបើគ្រួសារយើងទាំងពីរអាចរួមបញ្ចូលគ្នាបានតើមិនមែនជាការល្អទេអញមានប្តីពួកយើងចាស់ក៏អាចជួយមើលថែចម្ការឲ្យអញបានដែរតើមិនល្អទេតើវាល្អសម្រាប់ខ្ញុំឬល្អសម្រាប់ពួកអ្នកលុយ30-300យ៉ននោះចាត់ទុកថាជាថ្លៃទឹកដោះដែលយើងរៀបចំឲ្យធីជូទៅចុះអូមិនមែនទេថ្ងៃក្រោយយើងជាគ្រួសារតែមួយរបស់អញក៏ជារបស់ធីជូរបស់ធីជូក៏ជារបស់មិនមែនទេគឺជារបស់គ្រួសារយើងទាំងអស់គ្នាគួយហ្វឹងបងស្រីគួយហ្វឹងបងចង់រៀបការជាមួយអូទៅមុខទៀតយើងនឹងរស់នៅជាមួយគ្នាជួយគ្នាថែរក្សាចំការទុរេននេះឲ្យបានល្អចុះលុយសំណង30-300នឹងបានយកមកដែរឬអត់អូយគួយហ្វឹងអូននិយាយអីហ្នឹងមិញនេះបងស្ដាប់មិនយល់ទេនិយាយស្អីហ្នឹងខ្ញុំបានយល់ព្រមពីពេលណាគួយហ្វិនកុំធ្វើខ្លួនឲ្យពិបាកពេកអីតើធីជូរបស់យើងខ្វះខាតត្រង់ណារៀបការជាមួយគេវាជារឿងល្អណាស់តើទៅរកឯណាបានទៀតហេនាងឯងកុំចង់ខ្លាំងពេកពិតមែនហើយនឹកស្មានថាទៅទីក្រុងបន្តិចបន្តួចក៏ភ្លេចខ្លួនឯងទៅហើយប្រាប់ឲ្យដឹងណានាងក៏គ្រាន់តែជាអ្នកធ្វើការសំណងម្នាក់ប៉ុណ្ណោះនៅទីនេះកុំមកធ្វើជាខ្លាំងឲ្យសោះនិយាយចប់ហើយមែនទេបើចប់ហើយទៅរកលុយទៅ30-300ព្រមទាំងលិខិតធានាដែលផ្តិតមេដៃរួចរាល់ខ្វះមួយកាក់ក៏មិនបានដែរគួយហ្វិន30000នឹងនាងទៅប្លន់គេយ៉ាងម៉េចប្រាប់ឲ្យដឹងណាលុយគឺគ្មានទេចង់បានជីវិតក៏គ្មានដែរមើលនាងអាចធ្វើអ្វីបងបានមែនហើយឲ្យអ្នកភូមិទាំងស្រុកដឹងថាគួយហ្វិនគ្រាន់តែរឿងទុរេនបន្តិចក៏ហ៊ានបិទផ្លូវរស់អ្នកចិត្តខាងមើលតើថ្ងៃក្រោយនាងនៅរស់ក្នុងភូមិដោយរបៀបណាមើលតើអ្នកណាហ៊ានរកស៊ីជាមួយនាងទៀតហេអាមនុស្សស្រីនេះជាងលីឲ្យគេកំពុងតែសម្លឹកអ្នកស្លូតត្រង់ហើយល្អស្អីទៅនៅមិនទាន់ខ្មាស់គេគ្រប់គ្រាន់ទេត្រឡប់ទៅផ្ទះវិញទៅថ្ងៃនេះដែលហៅអ្នកគឺដើម្បីដោះស្រាយរឿងចំការទុរេនរបស់គួយហ្វិនឲ្យចប់សពគ្រប់តែម្ដងឆ្លោះគ្នាក៏ឆ្លោះហើយបង្កចំនួនក៏បង្កបើនៅបន្តបែបនេះទៀតភូមិយើងនឹងអស់មុខមាត់ហើយគួយហ្វិនជីនហ្វាអ្នកទាំងពីរនឹងដោះស្រាយយ៉ាងណាលោកមេភូមិយើងដឹងខ្លួនថាខុសហើយតែលុយ30000នឹងយើងពិតជាគ្មានលទ្ធភាពសងទេលោកមេភូមិលោកត្រូវតែជួយរកយុទ្ធធម៌ឲ្យយើងផងមែនហើយគួយហ្វិនយើងគ្រាន់តែជាអ្នកស្រ័យចំការធម្មតាទៅរកលុយច្រើនបែបនេះពីណាបានមីងគួយហ្វាងកន្លងមកមានរឿងអ្វីខុសឆ្គងសូមមីងមេត្តាអភ័យទោសឲ្យពួកយើងផងលុយ30000នេះគឺគិតតាមការខូចខាតជាក់ស្ដែងមិនមែនសម្រាប់មកថ្លៃគ្នានោះទេតែទោះជាយ៉ាងណាខ្ញុំក៏មិនចង់ឲ្យគ្រួសារគាត់ដល់ថ្នាក់វិនាសអន្តរាយដែរលុយកាក់ខ្ញុំមិនយកក៏បានតែចាប់ពីថ្ងៃនេះទៅអ្នកមីងចៅត្រូវតែមកធ្វើការនៅចំការទុរេនរបស់ដោយមិនយកប្រាក់ឈ្នួលរយៈពេល1ឆ្នាំត្រូវហើយធ្វើការឲ្យខ្ញុំត្រូវមកឲ្យតាន់ពេលរាល់ថ្ងៃការងារអ្វីដែលត្រូវធ្វើគឺត្រូវតែធ្វើឲ្យហាមខ្ជិលច្រអូសជាដាច់ខាតចុះបែបនេះមិនមែនឲ្យគាត់ធ្វើការឲ្យអ្នកដោយឥតគិតថ្លៃទេនេះគឺជាតម្លៃដែលគាត់ត្រូវសងចំពោះកំហុសដែលគាត់បានធ្វើវិធីរបស់គួយហ្វិនមួយនេះខ្ញុំថាប្រើបានវាផ្ដល់ផ្លូវឲ្យគាត់ដើរហើយក៏ជាមេរៀនសម្រាប់គាត់អ្នកមីងចៅអ្នកសម្រេចចិត្តចុះថាតើនឹងទៅខ្ចីលុយ30000យ៉នមកឬក៏សុខចិត្តធ្វើការឲ្យគេ1ឆ្នាំខ្ញុំជ្រើសរើសធ្វើការឲ្យ1ឆ្នាំបើអញ្ចឹងគឺសម្រេចតាមនឹងជីនហ្វាចាប់ពីថ្ងៃស្អែកទៅធ្វើការនៅចំការទុរេនរបស់គួយហ្វិនទៅគួយហ្វិនកុំធ្វើបាបគាត់ខ្លាំងពេកអីនិយាយតែមាត់មិនអាចជឿបានទេចុះហត្ថលេខាលើកិច្ចសន្យានេះសិនក្នុងនេះបានសរសេរលម្អិតពីការងារពេលវេលានិងច្បាប់ទម្លាប់ចុះហត្ថលេខានឹងផ្តិតមេដៃមកចាប់ពីថ្ងៃស្អែកទៅគឺមានប្រសិទ្ធភាពហើយសរសេរច្បាស់លាស់ល្អណាស់ចៅជីនហ្វាលីឈៀងជូពួកអ្នកមកមើលឲ្យច្បាស់បើគ្មានបញ្ហាអ្វីទេក៏ផ្តិតមេដៃទៅរឿងនេះចាត់ទុកថាចប់សិនចុះលោកមេភូមិលោកស៊ូពីក្រុមហ៊ុនសហការនៅទីក្រុងផ្ញើសារមកគាត់ថានៅព្រឹកស្អែកចង់មកភូមិយើងដើម្បីមកមើលស្ថានភាពចំការទុរេនផ្ទាល់និងពិនិត្យមើលដីនៅភូមិយើងលោកស៊ូនឹងមកមែនទេនេះជារឿងធំណាស់ត្រូវតែរៀបចំឲ្យបានល្អគួយហ្វិនរឿងទទួលភ្ញៀវលោកស៊ូគាត់ជាមនុស្សងាយស្រួលទេគាត់គ្រាន់តែចង់មកមើលស្ថានភាពជាក់ស្ដែងប៉ុណ្ណោះយ៉ាងទៀតខ្ញុំក៏ចង់ពិភាក្សាជាមួយលោកដែរក្រោយពេលលោកស៊ូមើលរួចបើលក្ខខណ្ឌសមស្របខ្ញុំចង់រកអ្នកភូមិមួយចំនួនដែលចាប់អារម្មណ៍មកសហការគ្នាយើងសាកល្បងដាំទុរេនផ្កាយនេះទាំងអស់គ្នាខ្ញុំនឹងជួយរឿងបច្ចេកទេសនិងកូនក្រុមហ៊ុនលោកស្រីស៊ូនឹងទទួលទិញផលពីអ្នកភូមិយើងនឹងរកលុយបានទាំងអស់គ្នាល្អតើល្អណាស់គួយហ្វិនអូនកំពុងបើកផ្លូវរកស៊ីដ៏ល្អសម្រាប់អ្នកភូមិយើងហើយរឿងនេះបងគាំទ្រពេញទំហឹងស្អែកបងនឹងទៅជួយទទួលលោកស្រីស៊ូជាមួយអូនអរគុណច្រើនលោកមេភូមិអញ្ចឹងថ្ងៃនេះប៉ុណ្ណឹងចុះអូហូឡាននេះតម្លៃរាប់សែនយ៉នឯណោះភ្ញៀវគិតយកមកពីណាដែរអ្នកនាងសុំសួរមួយតើត្រូវទៅចំការទុរេនផ្កាយផ្ទះអ្នកនាងគួយហ្វិនទៅផ្លូវណាដែរមកជួបបងហ្វិនមែនទេដើរតាមផ្លូវនេះទៅដល់ចុងផ្លូវហើយបត់ឆ្វេងផ្ទះដែលមានដើមពុទ្រាធំនៅមុខនឹងចាំខ្ញុំជូនទៅអរគុណមិនបាច់រំខានទេខ្ញុំទៅខ្លួនឯងបានហើយម៉ែឲ្យកញ្ញាម្នាក់នេះស្អាតខ្លាំងណាស់មើលទៅថ្លៃថ្នូរមែនស្អាតដូចតារាក្នុងទូរទស្សន៍ហើយឡានទៀតមិនធម្មតាទេមកជួបគួយហ្វិនមែនទេគួយហ្វិននេះពិតជាមានសំណាងបានស្គាល់អ្នកធំមែនមានសំណាងអីនេះជាថៅកែក្រុមហ៊ុនធំនៅទីក្រុងគេមកចរចាជំនួញជាមួយបងហ្វិនទេតើគួយហ្វិនមិនបានជួបគ្នាយូរហើយ
នឹកខ្ញុំទេលោកស្រីស៊ូនៅតែចូលចិត្តលេងសើចដដែលធ្វើដំណើរមកហត់ទេសូមស្វាគមន៍មកកាន់ភូមិរបស់យើងនេះគឺជាលោកមេភូមិវាងជំរាបសួរលោកស្រីស៊ូសូមស្វាគមន៍ភូមិតូចតាចរបស់យើងកម្រមានភ្ញៀវកិត្តិយសដូចអ្នកនាងមកណាស់ហាលោកមេភូមិអ្នកពិតជាមានចិត្តល្អពេកហើយខ្ញុំថាស៊ូតូចក៏បានខាងនេះជាតំបន់ដែលដល់ពេលប្រមូលផលហើយខាងនោះជាតំបន់បណ្ដុះកូនឈើថ្មីខ្ញុំប្រើតែជីធម្មជាតិទេការកម្ចាត់សត្វល្អិតក៏ប្រើវិធីធម្មជាតិដែរបានឃើញផ្ទាល់ភ្នែកបែបនេះខ្ញុំកាន់តែជឿជាក់នេះជាឯកសារកិច្ចព្រមព្រៀងសហការដែលយើងបានពិភាក្សាគ្នាកាលពីម្សិលមិញលក្ខខណ្ឌល្អជាងមុនទៅទៀតសូមអ្នកពិនិត្យមើលនេះថ្ងៃនេះយើងអាចចុះកិច្ចសន្យាបានអរគុណលោកស៊ូដែលទុកចិត្តខ្ញុំលក្ខខណ្ឌល្អណាស់ខ្ញុំគ្មានបញ្ហាអ្វីទេទីនេះល្អណាស់អ្នកនឹងអភិវឌ្ឍវាឲ្យកាន់តែប្រសើរថ្ងៃក្រោយខ្ញុំនឹងមកលេងអ្នកទីសង្ឃឹមថាមិនមែនមកតែរឿងចំនួនទេរឿងផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រក្នុងភូមិខ្ញុំនឹងឲ្យក្រុមការងារក្រុមហ៊ុនមកតាមដានឲ្យបានឆាប់នេះជាអ្វីដែលខ្ញុំបានសន្យាទុកអរគុណខ្លាំងណាស់អរគុណពិតមែនលោកស៊ូសូមស្ងាត់បន្តិចស្ងាត់ទាំងអស់គ្នាថ្ងៃនេះហើយអ្នកទាំងអស់គ្នាមកគឺមានរឿងមួយជារឿងសំខាន់ដែលពាក់ព័ន្ធនឹងអនាគតភូមិយើងសូមអញ្ជើញគួយភីងនិយាយប្រាប់អ្នកទាំងអស់គ្នាបងប្អូនពូមីងទាំងអស់គ្នាខ្ញុំចង់ពិភាក្សារឿងធំមួយគឺការដាំទុរេនដើម្បីរកចំណូលទាំងអស់គ្នាខ្ញុំបានចុះកិច្ចសន្យាជាមួយលោកស៊ូរួចហើយក្រុមហ៊ុនគាត់មិនត្រឹមតែទិញទុរេនខ្ញុំទេថែមទាំងជួយធ្វើឲ្យទុរេនយើងល្បីឈ្មោះទៀតអ្នកណាដែលចង់ចូលរួមខ្ញុំនឹងបង្រៀនបច្ចេកទេសជូនដោយឥតគិតថ្លៃហើយផ្ដល់កូនពូជល្អឲ្យទៀតទុរេនដែលដាំបានក្រុមហ៊ុនលោកស៊ូនឹងទិញក្នុងតម្លៃទីផ្សារធានាទិញទាំងអស់មិនបារម្ភរឿងគ្មានទីផ្សារទេគួយហ្វិនអ្វីដែលអ្នកនិយាយជាការពិតមែនទេមានរឿងល្អបែបនេះមែនទេមានឯកសារច្បាស់លាស់មេភូមិជាសាក្សីប៉ុន្តែការដាំទុរេននេះមិនមែនដាំហើយទុកចោលទេត្រូវថែទាំយ៉ាងយកចិត្តទុកដាក់ត្រូវរៀនបច្ចេកទេសត្រូវខំប្រឹងត្រូវគោរពវិន័យហាមខ្ជិលច្រអូសហើយកុំធ្វើអ្វីដែលមិនស្មើអ្នកណាធ្វើឲ្យខូចឈ្មោះទុរេនយើងធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ភូមិគុំថាឡើយខ្ញុំមិនព្រមអ្នកភូមិទាំងអស់ក៏មិនព្រមដែរគួយហ្វិនអ្នកកុំបារម្ភអីពួកយើងនឹងខំប្រឹងធ្វើឲ្យបានល្អអ្នកណាធ្វើការមិនយកចិត្តទុកដាក់ធ្វើឲ្យខាតពេលអ្នកដទៃយើងនឹងដេញគេចេញពីទីនេះ